សួស្តីបងអូនថ្ងៃនេះមុខម្ហូបយើងគឺមាន់ឆាញ៉ាំងៅសម្រាប់បងប្អូនដែលមានអារម្មណ៍ថាប្រឡាន់ធុញអត់ដឹងថាញ៉ាំអីមុខម្ហូបនេះងាយទេមាន់យើងយកមកបំពងសិនណាបងប្អូនហើយសម្រាប់គ្រឿងយើងមានខ្ទឹមក្រហមខ្ទឹមសហើយនឹងម្ទេសដាក់ឲ្យច្រើនបន្តិចមកបងប្អូនយើងលីងឲ្យឈ្ងុយបន្ទាប់មកទៀតយើងប្រើជាមួយក្រូចណាំងៅបងប្អូនមួយផ្លែពីរផ្លែទៅតាមតូចតាមធំបងប្អូនចង់ជូរខ្លាំងដាក់ពីរបីផ្លែទៅតែខ្ញុំអត់សូវចូលចិត្តជូរទេអញ្ចឹងខ្ញុំប្រើតែបន្តិចទេបងប្អូនខ្ញុំប្រើតែមួយផ្លែទេតែមួយផ្លែនោះរៀងធំដែរជូរល្មមឈ្ងុយញ៉ាំងៅមាន់នេះយើងពងហើយបងប្អូនពងហើយបានយើងយកមករំលីងជាមួយគ្រឿងឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់មុខម្ហូបមួយមុខនេះវាលឿនដែរបងប្អូនមិនយូរទេខ្ញុំប្រើទឹកជាដែរបងប្អូនដើម្បីរងាស់វាយគ្រឿងមានអីច្រើនទេបងប្អូនស្ករអំបិលប៊ីចេងរ៉ូឌីទឹកម្ទេសបន្តិចប្រេងខ្យងបន្តិចស្ករខ្ញុំប្រើ2ស្លាបព្រាបាយដោយសារខ្ញុំចូលចិត្តរសជាតិរៀងប្រៃផ្អែមដិតបន្តិចណាបងប្អូនចូលចិត្តបែបណាអាចធ្វើតាមចំណង់ចំណូលចិត្តបានតែសម្រាប់ខ្ញុំឆាចេះអីនឹងរៀងរសជាតិរៀងដិតបន្តិចប្រៃផ្អែមហើយរៀងជូរ